នេះហើយអ្នកខ្លះដែលឌឺថារដ្ឋាភិបាលអូសកណ្ដុងទៅហើយអត់ហ៊ានវាយគេមិនក៏មិនវាយអន់ណាស់ថាចុះប៉ុន្តែទី1អធិបតេយ្យភាពទឹកដីរបស់ខ្ញុំត្រូវរក្សាកន្លែងឯងត្រូវរក្សាឈៀតថយចេញវិញថយនិយាយដកថយទី2ត្រៀមលក្ខណៈជាប់ជាប្រចាំបើសិនជានៅអូសបន្លាយមកទោះអាវុធវាយកាន់កាត់ហើយវានឹងរាវត្រឹមមុខព្រួញពុះព្រះវិហារឬមួយក៏រាវទៅដល់ភូមិភាគ4តាមន់តាកបីលងវែងនេះទៅឬមួយក៏រាវទៅដល់ភូមិភាគ5និងភូមិភាគ3ទៀតកោះកុំវាយតាមបដ ாய் នឹងឡើងបើសង្គ្រាមប្រទេសនឹងប្រទេសគឺត្រូវវាយទាំង3ភូមិភាគវាយទាំងភូមិភាគ3ពីខេត្តកោះកុងចាំយាមរហូតមកដល់ខេត្តពោធិ៍សាត់ហើយខេត្តបាត់ដំបងប្រទេសវិជ័យវាយរហូតទៅដល់ឧត្តរមានជ័យដល់ព្រះវិហារនេះបើសិនជាសង្គ្រាមទ្រង់ទ្រាយធំបែកគ្រានពៀនវាយកម្រិតប្រទេសនេះហើយគឺជាការប្រយុទ្ធគ្នាជើងទឹកក៏វាយគ្នាជើងទឹកទៀតបងប្អូនចង់អញ្ចឹងទេ